ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាដង្កូវនិងកៅអែកមាននិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វកៅអែកមួយហារោគចំណៃតែប្រទះនឹងដង្កូវនោះកៅអែកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហាទៅចិត្តដង្កូវក្រឡេកខឿនកៅអែកក៏នឹកថាខ្លួនអាកៅអែកនេះចិត្តខូខើនឹងជឹកអញស៊ីឡៅហើយដង្កូវស៊ូក៏ឯកថាមករកអ្វីក៏ឯកប្រាប់ទៅដង្កូវវឹងថាអញមកស៊ីដង្កូវឯងដង្កូវថាលូតែក៏ឯងរកប្រស្នាអញឃើញទើបស៊ីអញបានបើរកប្រស្នាអញមិនឃើញស៊ីអញមិនបានទេក៏ឯកស៊ូថាប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក៏ឯកដូចមានតទៅនេះដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុតដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុតដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុតដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក៏ឯកបានលឺដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូកញ្ជ្រៀនលេងដែលគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក៏ឯកឆ្លើយបកស្រាយប្រស្នាដូចមានតទៅនេះដែលគេហៅថាផ្អែមនោះគឺមានស្ករនិងធ្មុំផ្អែមជាងអ្វីទាំងពួងដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះដែលគេហៅថាស្អុយជាងគេនោះគឺអាចនឹងកម្រងខ្មោចសត្វទាំងពួងដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក៏ឯកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវថាក៏ឯកដោះប្រស្នានេះមិនត្រូវទេក៏ឯកក៏ដាក់មុខស្រងោតនិយាយទៅដង្កូវវឹងថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក៏ឯកវឹងថាប្រាប់បានតែក៏ឯកឯងកុំស៊ីអញទើបអញប្រាប់ប្រស្នាក៏ឯកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុបបានខុសសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក៏ឯកដោយមានពាក្យតទៅនេះដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករឬទឹកធ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យផរោះវ៉ាតខូខើអេតគូអេតសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លឺជូរចត់អ្វីទាំងពួងដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចឬស្អុយគម្រោងនោះទេគឺស្អុយកេតស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់នៅលោកនេះហើយហៅថាស្អុយច្រាស់ខ្យល់ដែលគេហៅថាក្រអូបនោះមិនមែនក្រអូបក្លិនផ្កាឬទឹកអបនោះទេគឺក្រអូបគេឈ្មោះដែលប្រព្រឹត្តល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក៏ឯកបានស្ដាប់ប្រស្នាទាំងនេះហើយឈប់ស៊ីដង្កូវទៅសូមជួយចុច like និង subscribe ផងណាប្រុសស្អាតស្រីស្អាត